គឺរងយើងគុំបានខ្ពស់ល្អមែនតើហើយជាប្រភេទដីនេះគឺជាប្រភេទដីលបាយខ្សាច់ក្រហមគ្រូក្រហមទីបងប្អូនដីនេះគឺធូរល្អមែនតើដែលវាអាចជួយអំណោយផលទៅដល់ការដាំដុះដំណាំដលងទី1គឺពេលដែលដលងរបស់យើងដុះមកមានប្រព័ន្ធរឹសគឺប្រព័ន្ធរឹសវាបឺតសារធាតុទឹកសារធាតុជីពីដីអញ្ចឹងបានល្អដែលវាជួយទៅដល់ដងដើមនិងស្លឹករបស់យើងស្ទុះបានលឿនហើយទី2គឺតើតនឹងការលូតលាស់មើមបងប្អូនដីបែបនេះគឺអំណោយផលទៅលើការលូតលាស់មើមគឺមើមយើងមានលទ្ធភាពចេញបានច្រើនមើមចាក់បានជ្រៅហើយដីធូរគឺមើមរបស់យើងរីកបានធំហើយនេះគឺជាដើមពូជបងប្អូននេះគឺជាដើមពូជដែលយើងរៀបចំទុកសម្រាប់ដើមហើយខាងនោះគឺយើងចាប់ផ្ដើមកាប់ដើមពូជដើម្បីត្រាំដើមបងប្អូនចការអតិជនយើងគឺយើងចាប់ផ្ដើមដើមគឺយើងត្រាំដើមពូជជាមួយនឹងតោស្ដេចរឹសពីព្រោះអីថាយើងចង់ឲ្យតឡងរបស់យើងធន់ជាមួយនឹងអាកាសធាតុរាំងស្ងួតហើយចង់ឲ្យតឡងរបស់យើងឆាប់ដុះហើយនឹងដុះឲ្យចេញរឹសបានច្រើនបងប្អូនព្រោះកាលណាតឡងយើងរឹសច្រើននៅពេលដែលយើងបាញ់ឈុតបំពន់មើមទៅឈុតហ្នឹងវានឹងជួយបំលែងរឹសដែលមានហ្នឹងឲ្យទៅជាមើមបានច្រើនបងប្អូនហើយតទៅនឹងស្ថានភាពដីហ្នឹងគឺគាត់ធ្វើបានស្អាតអត់មានស្មៅទេបងប្អូនដីឡើងម៉ត់ហើយមើលទៅគឺអត់មានស្មៅទេអញ្ចឹងគេតទៅនឹងការធ្វើដីស្អាតគឺយើងចំណេញរឿងស្មៅមួយទៀតបងប្អូនហើយតទៅនឹងបងប្អូនដែលចង់បានជីត្រាំដើមឬក៏ចង់បានឈុតបំពន់ទៅលើតំណាំដលងអាចខមមិនសួរនាំនៅក្នុងវីដេអូនេះក៏បានឬក៏លើខមមកលេខទូរស័ព្ទខ្ញុំផ្ទាល់ក៏បានដែរបងប្អូនអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះ